1. តើកម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃខែឆ្នាំណាតើការចូលនេះមានផលប្រយោជន៍យ៉ាងណាខ្លះកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអង្គការពាណិជ្ជកម្មពិភពលោក WTO នៅថ្ងៃទី28ដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ2009ការចូលជាសមាជិក WTO នេះមានផលប្រយោជន៍ដូចជាធ្វើឲ្យប្រទេសនានាលើពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់កម្ពុជាអាចបោះជំហានចូលទៅកាន់ទីផ្សារពិភពលោកបង្កើនទំនាក់ទំនងទ្វេភាគីពហុភាគីមុខមាត់កម្ពុជាកាន់តែត្រូវបានលើកតម្កើងលើឆាកអន្តរជាតិផ្ដល់ឱកាសមាសសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគគ្រប់វិស័យនៅកម្ពុជា 2. ប្រទេសកម្ពុជាបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំ1993ចូលពន្យល់ពីអត្ថប្រយោជន៍នៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីនេះអត្ថប្រយោជន៍នៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីមានទំនាក់ទំនងល្អជាមួយបរទេសតាមរយៈការធ្វើពាណិជ្ជកម្មក្រៅប្រទេសការធ្វើវិនិយោគទុនជាតិនិងអន្តរជាតិកើនឡើងជាបន្តបន្ទាប់ក្លាយទៅជាសហគ្រាសសេរីមានការប្រកួតប្រជែងទៅលើទីផ្សារបង្កើតការងារដល់ប្រជាជននិងកាត់បន្ថយភាពក្រីក្របង្កើនផលិតកម្មក្នុងស្រុកនិងលំនាំចេញផលិតផលទៅក្រៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ 3. សកម្មភាពទេសចរក្នុងស្រុកមានការរីកចម្រើនចូលពន្យល់បាតុភូតនេះសកម្មភាពទេសចរក្នុងស្រុកមានការរីកចម្រើនបាតុភូតនេះកើតឡើងដោយសារការរីកចម្រើនផ្នែកមធ្យោបាយដឹកជញ្ជូនហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ការរីកចម្រើនខាងជីវភាពរស់នៅការរីកចម្រើនផ្នែកកម្សាន្តសប្បាយកម្រិតលូតលាស់ខាងការយល់ដឹងរបស់ប្រជាជនអំពីសុខុមាលភាពក្នុងការរស់នៅភាពប្រសើរឡើងនៃទេសចរក្នុងស្រុកដែលមានកន្លែងច្រើនសម្រាប់ទស្សនាកម្សាន្តផងដែរមានស្ថិរភាពនយោបាយសន្តិសុខនិងសណ្ដាប់ធ្នាប់ល្អមានចលនាផ្សព្វផ្សាយកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈចលនាប្រឡងប៉ុណ្ណាំងទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អ 4. ចូលពន្យល់ពីភាពវិជ្ជមាននិងភាពអវិជ្ជមាននៃវិស័យទេសចរវិស័យទេសចរមានភាពអវិជ្ជមានភាពវិជ្ជមានបង្កើតឱកាសការងារលើកកម្ពស់ជីវភាពប្រជាជនកាត់បន្ថយភាពក្រីក្រកាត់បន្ថយការធ្វើចំណាក់ស្រុកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិបង្កើនប្រាក់ចំណូលចូលជាតិផ្សព្វផ្សាយពីវប្បធម៌ជាតិលើឆាកអន្តរជាតិបង្កើនសមត្ថភាពភាសាបរទេសជំរុញសុវត្ថិភាពស្ថិរភាពសង្គមជំរុញឲ្យវិស័យទេសចរកាន់តែរីកចម្រើនជំរុញឲ្យមានការអភិវឌ្ឍលើវិស័យផ្សេងទៀតភាពអវិជ្ជមានឧក្រិដ្ឋកម្មឆ្លងដែនបេសញ្ញាចារនិងការជួញដូរមនុស្សកេងប្រវ័ញ្ចផ្លូវភេទលើកុមារបញ្ហាបរិស្ថានការជួញដូរគ្រឿងញៀននិងជំងឺអេដស៍ 5. ដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារមីនអង្គការស៊ីម៉ាក់ធ្វើដូចម្តេចខ្លះដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារគ្រាប់មីនអង្គការស៊ីម៉ាក់បានធ្វើដូចជាត្រូវបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជានៅឆ្នាំ2025ផ្សព្វផ្សាយការយល់ដឹងពីមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋតាមរយៈវិទ្យុទូរទស្សន៍សៀវភៅមានរូបភាពដាក់ផ្លាកសញ្ញាសម្គាល់តំបន់មានមីនហាមប្រជាពលរដ្ឋកុំឲ្យបំផ្លាញស្លាកសញ្ញាតំបន់មានមីនហាមប្រជាពលរដ្ឋកុំឲ្យដោះមីនដោយខ្លួនឯង